អ្នកចំការរដូវនេះកំពុងតែពេញប្រមូលផលនៅក្របស្វាយចន្ទីតែម្ដងកាន់តែពិសេសនោះសម្រាប់អ្នកចិញ្ចឹមជៀមហើយមានស្វាយចន្ទីធម្មជាតិអីអាចឲ្យស៊ីអញ្ជីបានបើនិយាយទៅដល់ក្របវិញគឺថាមានអត្ថប្រយោជន៍ច្រើនមែនទែននៅពេលដែលយើងញ៉ាំវាដោយបងប្អូនអ៊ំពូមីងយើងបានដឹងហើយថាក្របស្វាយចន្ទីផ្នែកខ្លះយើងអាចយកមកដុតញ៉ាំបានហើយផ្នែកស្រស់វិញយើងអាចយកទៅលក់បានលុយចាយទៀតស្វាយចន្ទីនៅផ្ទះខ្ញុំក៏អត់មានច្រើនជាចកាយដែរគឺថាមាន 4-5 ដើមនៅក្រោយផ្ទះអញ្ចឹងគ្រាន់នឹងបានប្រមូលផលក្នុងមួយឆ្នាំមានអីបានតិចតក់ដែរតើបងប្អូនដាច់លុយម្ដងមានតែមករើស្វាយចន្ទីហ្នឹងហើយបើនិយាយពីស្វាយចន្ទីនេះធម្មជាតិទេប៉ុន្តែពូជគ្រាប់ឡើងធំមានតាំងពីអាតុំហើយសុកចិត្តស្អុយជាប់ដើមអត់ព្រមឈូសទេណាមេឆ្កែពណ៌ខ្មៅខ្ញុំនេះទៅបង្កើតកូនបងប្អូនហើយកូនឡើង10ហ្មងចូលមកដល់ចន្ទីយើងពេលងួនហើយយើងចាប់ដើមដើររើសប្រមូលដាក់កផាដាក់អីអញ្ចឹងទៅហើយបានពេញហើយហ្នឹងយកទៅចាក់ក្នុងអាទីសនុកហុញទៅផ្ទះវិញប៉ុន្តែងាកមកមើលសាច់ចន្ទីមួយផ្លែនេះវិញគឺថាប្រពន្ធបាតដៃខ្ញុំតែម្ដងបើធម្មតាហ្នឹងយើងមិនហុញមកផ្ទះញ៉ៃទេគឺថារើសបានហើយប្រឡេះគ្រាប់ក្រោមដើមតែម្ដងប៉ុន្តែថ្ងៃនេះខ្ញុំចង់ថតវីដេអូទៅឲ្យបងប្អូនមើលណាមួយចង់បង្ហាញថាសាច់វាក៏មានអត្ថប្រយោជន៍ដែរអត្ថប្រយោជន៍ព្រោះសាច់ចន្ទីហ្នឹងគឺថាបានជាមស៊ីនេះឯងសម្រាប់បងដែលចិញ្ចឹមជាមអីគឺថាអត់ខុសទេដាក់ទៅគឺថាស៊ីឡើងពេញមាត់ហ្មងវាចូលចិត្តណាស់បងប្អូនបើថាដល់រដូវចន្ទីអញ្ចឹងឲ្យតែប្រឡែងចេញពីធុងពេលណាហត់ទៅខ្វែទៅក្រោមដើមទេអ្វីដែលកាន់តែល្អមួយទៀតជាម VC បងប្អូនឃើញអញ្ចឹងគ្រាប់គឺថា VC មកចំហៀងក្រៅ VC យកតែសាច់ទេគ្រាប់គឺធ្លាក់នៅដីអញ្ចឹងពេល VC ហើយយើងអាចដើរប្រមូលរើសដាក់ក្នុងធុងបានខ្ញុំចាប់ដើមហើស្លេចយកអាធំទុកសម្រាប់យើងដុតញ៉ាំណាព្រោះចន្ទីដុតញ៉ាំខ្លែមួយទឹកតែឆ្ងាញ់ណាបន្ទាប់ពីយើងរើល្អទុកបានមកល្មមហើយហ្នឹងយើងចាប់ផ្ដើមយកអាផ្នែកស្រស់ដែលនៅសល់ហ្នឹងទៅលក់កន្លែងទិញចន្ទីតែម្ដងសម្រាប់ហាងឆេងគ្រាប់ចន្ទីពេលអូនរតនាយកទៅលក់នេះគឺថាបាន 4,900 គ្រាប់ធម្មជាតិបងប្អូនថ្លឹងទៅគឺថាបាន5គីឡូល្មមមកអូនរតនាបានលុយទិញនំញ៉ាំហ្មងអ៊ំពូមីងមើលតែមកអូនរតនាពេលបានលុយគឺថាសោយស្ញែងរហូតហើយនេះគ្រាប់ចន្ទីដែលនៅសល់ខ្ញុំបានយកវាទៅលាងទឹកទុកឲ្យស្រស់តឹងតិចចាំយើងយកវាមកដុតសម្រាប់របៀបដុតនេះគឺថាអត់មានអីច្រើនទេលក្ខណៈថារូបមន្តដុតកាលពីក្មេងៗបងប្អូនដុតលើភ្លើងលើចទាអីអញ្ចឹងឃើញខ្មៅអញ្ចេះហ่าមិនខ្លោចញ៉ាំមិនកើតទេណាបន្ទាប់ពីដុតហើយខ្លះហ្នឹងយើងចាប់ផ្ដើមដុតបន្តតទៅអស់គ្រាប់ចន្ទីរបស់យើងអញ្ចឹងទៅបន្ទាប់ពីទុកគ្រាប់ឲ្យចុះត្រជាក់បន្តិចហើយខ្ញុំចាប់ផ្ដើមដំយកសាច់ខាងក្នុងវាតែម្ដងលក្ខណៈថាអស់ត្រឹមអ្នកភ្លក់ហ្នឹងហើយដំមួយភ្លក់មួយចាំពេលគ្រាប់ចន្ទីដុតហើយវានៅរៀងក្តៅអ៊ុនៗផងញ៉ាំទៅគឺថាឆ្ងាញ់ជក់មាត់មែនតែនហ្មងបើនិយាយពីរសជាតិគេវិញគឺថាឡើងផ្អែមយើងចាប់ផ្ដើមដំរហូតដល់អស់គ្រាប់ចន្ទីរបស់យើងអញ្ចឹងទៅដំហើយបកសវកវាមកលក្ខណៈថាខាងក្រៅវារៀងខ្មៅមែនប៉ុន្តែខាងក្នុងល្មមឆ្អិនបងណាខ្លះនៅពីក្មេងធ្លាប់ដុតចន្ទីញ៉ាំអញ្ចឹងខ្លះឥឡូវចន្ទីយើងបានបករួចរាល់អស់ហើយពេលយើងដុតហើយគឺថាបកស្អាតបានចាញ់ប៉ុណ្ណឹងក្តៅតែម្ដងណាបើនិយាយមកដល់អត្ថប្រយោជន៍គ្រប់ស្វ័យចន្ទីពេលយើងញ៉ាំហើយគឺថាជួយច្រើនមែនតែនហ្មងជំនួយឆ្អឹងការពារជំងឺមហារីកជាពិសេសកាត់បន្ថយសម្ពាធឈាមឲ្យនៅទាបនិងជំនួយដល់បេះដូងក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតមែនតែនសម្រាប់គ្រាប់ចន្ទីនេះពេលបានញ៉ាំជាមួយនឹងតែកាហ្វេទៀតឬតែជាតិឆ្ងាញ់ហ្មងមិនថាលោកពូអ្នកមីងវ័យគាត់រៀងចាស់ដែលចូលចិត្តទេណាសូម្បីតែខ្ញុំក៏ចូលចិត្តដែរញ៉ាំគ្រាប់ចន្ទីខ្លាញ់ជាមួយនឹងទឹកតែកាហ្វេអីអញ្ចឹងនិយាយវាថាជាតិនោះហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អទៅណាមកណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបាន